អត់តាន់មានអ្វីជាដុំកំភួនឬក៏អាចគេប្រើភាសាថាអត់តាន់ជោគជ័យកុំតាន់ចេញមកចែករំលែកកុំតាន់ចេញមកប្រាប់អំពីបទពិសោធន៍ខ្លួនឯងខ្ញុំឆ្ងល់ថាហេតុអីមានបងប្អូនណាឆ្ងល់ដូចខ្ញុំអត់ថាហេតុអីបើគ្រាន់តែយើងចេញមកចែករំលែកនៅអ្វីដែលជាចំណេះដឹងមកចែករំលែកនៅអ្វីដែលជាបទពិសោធន៍ឬក៏មកចែករំលែកនៅអ្វីដែលយើងបានធ្វើហើយវាបានល្អនៅចំណុចណាមួយនោះតើតែជោគជ័យធំដុំកម្រិតណាដែលអាចមកចែករំលែកបានបើសិនជាបងប្អូនទាំងអស់គ្នាកំពុងតែឆ្ងល់ដូចខ្ញុំអាចចូលមកខមមិននៅក្នុងនេះផងថាចាអ្វីដែលខ្ញុំមើលឃើញថាម្នាក់គឺពិតជាមានចំណុចល្អមានចំណេះដឹងមានបទពិសោធន៍ផ្សេងគ្នាទាំងមិនទាន់ជោគជ័យទាំងជោគជ័យហេតុអីយើងមិនក៏មិនយកបទពិសោធន៍ទាំងអស់នោះយកមកចែករំលែកឲ្យបងប្អូនយើងផ្សេងទៀតបានដឹងបើសិនជាបទពិសោធន៍ដែលយើងធ្វើទៅអត់ទាន់បានល្អវាជាមេរៀនដែលយើងបានបង់លុយធំខ្លួនឯងរៀនហើយយើងជាអ្នកទទួលបានបទពិសោធន៍ខ្លួនឯងជឿជាក់ថាអ្វីដែលយើងចែករំលែកហ្នឹងគឺប្រកាសជាមានចំណុចคลิกណាមួយដែលល្អដែលអាចធ្វើឲ្យអ្នកស្ដាប់នោះគាត់អាចដឹងមុនខ្លះដឹងជំហានខ្លះហើយគួរតែប្រយ័ត្នប្រយែងនៅត្រង់ចំណុចណាដោយការចង់ជួយអ្នកដែលគាត់មានបទពិសោធន៍ដូចយើងឬក៏អ្នកដែលត្រៀមនឹងដើរដំណើរផ្លូវទៅដូចយើងកាលពីអតីតកាលនោះឲ្យគាត់បានដឹងត្រៀមខ្លួនចាទុកជាមុនវាគឺជាការជួយមួយដ៏ល្អហើយណាស់ក៏យើងបានចែករំលែកនៅអ្វីដែលយើងបានភ្លក់ហើយអ្វីដែលយើងមើលឃើញថាកុំធ្វើអញ្ចឹងកុំដែរអញ្ចឹងជាបទពិសោធន៍មួយដែលយើងអាចចែករំលែកទៅឲ្យអ្នកដែលគាត់ពិតជាអត់ទាន់បានដឹងសោះដូចជាការទិញលក់អចលនទ្រព្យអញ្ចឹងបើសិនជាអ្នកដែលគាត់ធ្លាប់ទិញខុសមិនចំណេញមិនមកចែករំលែកពីបទពិសោធន៍ថាហេតុអីបានជាគាត់ទិញមិនចំណេញហេតុអីបានជាអ្នកផ្សេងទិញចំណេញមកយើងដឹងទេប្រហែលជាយើងអត់ដឹងថាត្រូវចាប់ដើមពីណាត្រូវប្រយ័ត្នអីត្រូវមើលអីហ្នឹងមែនទេបងប្អូនទាំងអស់គ្នាចាអញ្ចឹងបើសិនជាទាំងអស់គ្នាយល់ថាការចែករំលែកបទពិសោធន៍ល្អហើយឲ្យតែយើងមានបេះដូងនៅក្នុងការផ្ដល់ឲ្យដែលបរិសុទ្ធចូលរួមចែករំលែកចាកុំភ្លេចឲ្យបេះដូងហើយ share អ្នកដែលអត់ទាន់ចូល follow page ខូចស្មៃចូលមក follow ម្នាក់មួយផងអរគុណចាជួបគ្នាក្នុងវីដេអូក្រោយ